នេះគឺជាសកម្មភាពរកកង្កែបពេលយប់ក៏ដូចជាការថតសត្វកង្កែបនៅតាមវាលស្រែផងដែរហើយនេះគឺជាកង្កែបតូចៗដែលវារស់នៅក្នុងតាមដីអាចបំណាស់ដែលបងប្អូនខាងបងប្អូនគេហៅដីអីទៅបងប្អូនខាងយើងគេហៅដីអាចបំណាស់អញ្ចឹងណាបងប្អូនហើយបន្ទាប់ពីរកកង្កែបគឺយើងរកវានៅតាមបន្លាយទឹកអីចឹងណាហើយវានៅកប់គីនស្មៅយើងមើលសឹងតែមិនដឹងបងប្អូនហើយអធិស្ឋានផងដោយសារតែយើងថតពីកាមេរ៉ាអញ្ចឹងវាពិបាកនឹងការថតដោយសារតែយើងអត់មានជើងកាមេរ៉ាអ៊ីត្រូស្រួលបួលអញ្ចឹងធ្វើឲ្យការថតហ្នឹងវាអត់សូវមើលទៅលក្ខណៈពេញភ្នែកប៉ុន្តែសង្ឃឹមថាបងប្អូនពេញចិត្តរាល់ការផលិតវីដេអូរបស់ខ្ញុំហើយកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗផងដែរហើយនេះគឺជាពេលវេលាដូចជាខ្ទង់ម៉ោង8ហើយកង្កែបក៏ចេញមួយដែរបងប្អូនមិនសូវជាច្រើនប្រហែលទេវានៅតាមតំបន់កន្លែងខ្លះក៏វាចេញច្រើនកន្លែងខ្លះក៏វាមិនសូវចេញទៅដោយសារតែខ្ញុំថតនៅតាមបន្លាយមកផ្ទះអញ្ចឹងណាដល់ពេលអញ្ចឹងអត់សូវស្វោហើយបងប្អូនរកប្លុកអីឬក៏វីដេអូដែលខ្ញុំចេញទៅគឺក៏ខ្ញុំរៀងសម្រិតសម្រាំងហើយថតមួយคลิปវាហត់ប៉ុន្តែអីដែលយើងធ្វើគឺចេញពីក្តីស្រឡាញ់អញ្ចឹងណាហើយអញ្ចឹងដល់ពេលអញ្ចឹងយើងវាអត់សូវហត់ហើយវាសប្បាយចិត្តដែលខ្ញុំបានប្រាប់បងប្អូនយើងថាវាបំបត្តិ stress អញ្ចឹងហើយការឆ្លោះកង្កែបនេះដែរគឺយើងឆ្លោះហើយគ្រាន់តែចាប់វាលេងទេថតលេងទេហើយក៏អត់យកទៅធ្វើបាបអីដែរអញ្ចឹងណាបងប្អូនហើយនេះគឺសកម្មភាពថតបងប្អូនថតផងកាន់ផងអញ្ចឹងវាធ្វើឲ្យពិបាកដោយសារតែខ្ញុំវាអត់ធ្លាប់នឹងកាន់កាមេរ៉ា2អញ្ចឹងណាបងប្អូនប៉ុន្តែបើយើងអត់ដាក់កាមេរ៉ា2វាអត់បានវីដេអូចែកជូនបងប្អូនទស្សនាអញ្ចឹងរាល់ដងថតតែទូរស័ព្ទមួយហ្នឹងទូរស័ព្ទ Oppo វាអត់សូវច្បាស់អញ្ចឹងណាប៉ុន្តែថែម iPhone មួយទៀតiPhone ទៅគឺមើលទៅវីដេអូវារៀងច្បាស់ជាងមុនអញ្ចឹងណាដោយសារតែយើងដាក់កាមេរ៉ាប្រភេទ 4K 60 frame អញ្ចឹងការរាល់ការមើលវារៀង smooth អីចឹងទៅប៉ុន្តែដែល like នៅទូរស័ព្ទ Oppo យើងនឹងស្រាប់ហើយវាគុណភាពវាអត់សូវល្អអញ្ចឹងណាប៉ុន្តែมันអាចមើលបានអញ្ចឹងយើងអាចដឹងថាមិនអញ្ចឹងប៉ុន្តែសម្រាប់បងប្អូនមើលនៅតាមកញ្ចក់ទូរទស្សន៍អីប្រហែលជានេះប្រហែលជាអត់សូវច្បាស់អញ្ចឹងប៉ុន្តែសង្ឃឹមថាបងប្អូននៅតែគាំទ្រអញ្ចឹងណាបងប្អូនហើយនេះគឺការរកកង្កែបនៅតាមវាស្រែអញ្ចឹងបងប្អូនខែហ្នឹងគឺកង្កែបមួយប៉ុន្តែធំអញ្ចឹងណាខ្ញុំអត់សូវបានថតចិត្តឲ្យបងប្អូនមើលទេនេះគ្រាន់តែការថតសកម្មភាពអញ្ចឹងណាបងប្អូនព្រោះអីវាកាន់កាមេរ៉ាវាពិបាកបងប្អូនកាន់ម្ដងពីរមិនដឹងថាវាមើលមួយណាទុកមួយណីអញ្ចឹងខ្ញុំផ្ដោតសំខាន់ទៅលើទូរស័ព្ទ iPhone អញ្ចឹងណាបងប្អូនវិសារតែវារៀងច្បាស់អញ្ចឹងនៅពេលដែលបងប្អូនទស្សនាទៅវារៀងច្បាស់អានេះទូរស័ព្ទ Oppo យើងគាត់តែថតសកម្មភាពពីការរងកែបអីចឹងទៅយើងបានប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងប៉ុន្តែឲ្យអីដែលខ្ញុំចង់កែប្រែគឺកែប្រែឲ្យថតឲ្យកាន់តែស៊ីជម្រៅបើន័យថាថតឲ្យកាន់តែជក់ចិត្តដើម្បីចែកជូនបងប្អូនទស្សនាមើលកុំឲ្យបងប្អូនមានអារម្មណ៍ថាមើលឲ្យស្ដាយពេលវេលាអញ្ចឹងអីទៅរកការផលិតរបស់ខ្ញុំនិយាយទៅខ្ញុំក៏ព្យាយាមធ្វើអ្វីដែលខ្ញុំចេះអញ្ចឹងណាដែលខ្ញុំមានបន្ថែមគឺប្រឹងរៀនសូត្រក៏ដូចជាយល់ស្វែងយល់អំពីចិត្តបងប្អូនថាបងប្អូនចង់មើលបែបលក្ខណៈបែបណាអញ្ចឹងបងប្អូនមើលបែបសប្បាយខ្ញុំធ្វើបែបសប្បាយបងប្អូនថាមើលបែប adventure ការផ្សងព្រេងអីចឹងទៅខ្ញុំក៏ធ្វើតាមនឹងឲ្យតែបងប្អូនគាំទ្រអញ្ចឹងណាអញ្ចឹងពីខ្ញុំដូចជាមានអីឆ្ងាយទេមានតែប៉ុណ្្នឹងហើយអរគុណបងប្អូនសម្រាប់ការគាំទ្រក៏ដូចជាការទស្សនាវីដេអូនេះរហូតដល់ចប់សូមអរគុណសូមជម្រាបលា